សូមបងប្អូននៅតាមបណ្ដាព្រំដែនគ្រប់ខេត្តដែលកំពុងតែមានបញ្ហាទាក់ទងទៅនឹងការចម្លៀសហើយជាពិសេសបងប្អូនបញ្ជាការពីភូមិស្រុកឃុំខេត្តខណ្ឌទាំងអស់សូមមេត្តាគ្រប់គ្រងចរកម្មឲ្យបានព្រោះក្នុងអំឡុងពេលនេះតាំងពីប្រវត្តិសាស្ត្រមកយើងតែងតែចាញ់ប្រៀបគេទាក់ទងទៅនឹងការប្រើប្រាស់ចរកម្មនេះឯងអញ្ចឹងខ្ញុំសំណូមពរឲ្យបងប្អូនប្រជាជនខ្មែរទាំងអស់បើសិនជាយើងពឹងផ្អែកទៅលើតែកងទ័ពគាត់អត់មានសមត្ថភាព100%ក្នុងការគ្រប់គ្រងទៅលើចរកម្មទេអញ្ចឹងមានតែផ្នែកចំោះរបស់បងប្អូនដែលកំពុងតែចម្លៀសជាពិសេសគឺបងប្អូនដែលជាបញ្ជាការពីភូមិសូមបងប្អូនមេត្តាគ្រប់គ្រងទៅលើចរកម្មនេះឲ្យបានមែនទែនក៏ប៉ុន្តែចរកម្មនេះវាមានគ្រោះថ្នាក់នៅពេលដែលយើងមិនអាចគ្រប់គ្រងបានជាពិសេសយើងមិនអាចបែងចែកថាអ្នកណាជាប្រជាជនអ្នកណាជាចរកម្មអញ្ចឹងមានតែបងប្អូនទេដែលជាភ្នែកជាចំោះអាចធ្វើការសង្កេតមើលឲ្យបានស៊ីជម្រៅមែនទែនហើយបងប្អូនកុំធ្វើការងារនេះដោយខ្លួនឯងបងប្អូនគ្រាន់តែមើលគ្រាន់តែអាចសង្កេតមើលហើយបងប្អូនរីកាចូលទៅក្នុងស្រុកភូមិឃុំខណ្ឌរបស់បងប្អូនជៀសវាងការចាប់យកចរកម្មឬក៏ការកំណត់ចរកម្មខុសព្រោះការធ្វើចរកម្មខុសឬក៏ការកំណត់ទិសដៅចរកម្មខុសវាអាចនាំទៅបញ្ហាជាច្រើនសម្រាប់បងប្អូនគ្នាឯងសម្រាប់ការធ្វើឲ្យបែកបាក់ផ្ទៃក្នុងអញ្ចឹងតាមរយៈវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូនជួយ reaction ជួយ like ជួយ share ដើម្បីឲ្យបងប្អូនយើងដែលជាភ្នែកជាចំោះការពារទឹកដីជាតិមាតុភូមិខ្លួនឯងនៅតាមព្រំប្រទល់ទាំង7ខេត្តរបស់យើងអញ្ចឹងខ្ញុំមិនមានអីច្រើនទេគ្រាន់តែចង់ឲ្យបញ្ញាក់ស្មារតីបងប្អូនទាំងអស់គ្នាតាំងពីប្រវត្តិសាស្ត្រដើមនាយអាយយើងមកគឺចរកម្មគេមានអត្តពលខ្លាំងទៅលើសង្គ្រាមទោះបីជាយើងមានយុទ្ធភ័ណ្ឌស្មើគ្នាឬក៏យើងមានយុទ្ធភ័ណ្ឌល្អជាងគេប៉ុណ្ណាក៏ដោយយើងមានបច្ចេកវិទ្យាប៉ុណ្ណាក៏ដោយក៏ប៉ុន្តែបើសិនជាយើងមិនអាចគ្រប់គ្រងចរកម្មបានទេយើងមិនអាចឈ្នះគេទេអញ្ចឹងខ្ញុំមានតែវីដេអូមួយនេះសិនសូមបងប្អូនជួយនាំគ្នាផ្ដល់ព័ត៌មានទៅឲ្យបញ្ជាការពីភូមិឬក៏បងប្អូនដែលមានកម្លាំងស្មារតីរឹងមាំជួយនាំគ្នាការពីយើងទាំងអស់គ្នាអរគុណច្រើន